សម្លាញ់380000បានមកដល់ដៃហើយ8ឆ្នាំហើយមិនដែលបែកការទេក្រោយសំពះផ្ទឹមរួចប្រាក់ចុងក្រោយនេះគឺច្បាស់ជាបានហើយប្តីតើនាងកំពុងហៅអ្នកណាប្តីមិនអាចទេតាក់ទងគ្នាតាមអ៊ីនធឺណិត8ឆ្នាំនាងជាមនុស្សបែបណាខ្ញុំច្បាស់ណាស់ខ្ញុំជូនកាបូបលោកនាងជូននាឡិកា Rolex ខ្ញុំវិញខ្ញុំផ្ញើឆ្នាំបំពន់ទៅផ្ទះនាងផ្ញើស្រាម៉ៅថៃមួយកេសមកវិញកាដូទាំងនោះបូកចូលគ្នាគឺមានតម្លៃរាប់លានយូរមកហើយគ្រាន់តែនិយាយថាក្តៅក្នុងថ្ងៃបន្ទាប់ក៏ផ្ញើប្រអប់កាដូយិនសិនមកកាដូដែលស៊ូឈីងយ៉ាបានផ្ញើមកបូកចូលគ្នាសរុបរាប់លានបើពិតជាចង់បានលុយមែនចាំបាច់សម្ដែងដល់ទៅ8ឆ្នាំធ្វើអីច្បាស់ជាស្ដាប់ច្រឡំហើយអូនសម្លាញ់ពិតជាធ្វើឲ្យអូនលំបាកហើយដើម្បីប្តីសម្លាញ់រឿងលំបាកប៉ុណ្ណឹងមានជាអ្វីទៅចាំអូនបោកបានប្រាក់ចុងក្រោយនេះពួកយើងទៅទិញវីឡានៅសានយ៉ារាល់ថ្ងៃសម្ដែងធ្វើជាស្រីសុភាពនៅមុខគេអូនពិតជាទ្រាំចង់ឈួតហើយមានន័យថាម៉េចអូនប្រាប់ការពិតមក8ឆ្នាំនេះគេមិនដែលប៉ះពាល់អូនទេមែនទេម្ដេចនឹងអាចទៅលើកមុនគ្រាន់តែចាប់ដៃក៏អូនមិនអោយផងអូនក៏គេថាគ្រូសាតឹងរឹងលើកទី1ត្រូវទុកនៅយប់សំដំណេកមនុស្សល្ងងនោះក៏ជឿភ្លាមហើយវេលុយចាយវាយ50000ឲ្យអូនថែមទាំងប្រាប់ថាអាណិតដែលអូនយល់ការខ្លួនប្រានអូនប្រកាសជាទុកឲ្យប្តីសម្លាញ់របស់អូនហើយតាមពិតអញ្ចឹងសោះតាមពិតអ្វីទាំងអស់នេះសុទ្ធតែជាការសម្ដែងសោះនាងគឺជាមនុស្សដែលសំខាន់បំផុតរបស់ខ្ញុំសួស្ដីលោកប្រុសនាឡិកាដែលលោកផ្ញើមកព្រួតពិនិត្យគឺជារបស់คล้ายៗរបស់ដូចជាស្រាម៉ៅថៃសុទ្ធតែជារបស់คล้ายៗសរុបតម្លៃទីផ្សារប្រហែល1808ឆ្នាំមកនេះខ្ញុំខំសន្សំសំចៃធ្វើការថែមម៉ោងដល់ថ្នាក់ហូរឈាមក្រពះខ្ញុំចំណាយប្រាក់រាប់លានទិញកាដូឲ្យនាងតែបែរជាបដូរបានរបស់คล้ายៗតម្លៃមិនដល់2000ទៅវិញហើយទើបតែវេលុយ38000នោះគឺជាប្រាក់សោធននិវត្តន៍ដែលប៉ាម៉ាក់ទុកសម្រាប់ខ្លួនឯងកូនកំឡោះមិនក៏ឈោស្ងៀមអញ្ចឹងសៀវជើកុំតាន់អើប្រញាប់ចូលអំបញ្ញមិញ38000គឺជាថ្លៃចុះពីយន្តឯថ្លៃចូលទ្វារនេះត្រូវថែម18000ទៀតត្រូវហើយអាសៀកផ្ទះយើងមានរូបរាងស្រស់ស្អាតដូចការទាឯង18000គឺឲ្យតម្លៃអញហើយកុំឲ្យបានកុំចង់បានខែដន្លងថ្លៃបណ្ណាការគិតគ្នារួចរាល់អស់ហើយថ្លៃចុះពីយន្តថ្លៃចូលទ្វារនេះពីមុនក៏មិនដែលប្រាប់ពួកយើងដែរថ្ងៃនេះជាថ្ងៃមង្គលរបស់កូនមានរឿងអីពួកយើងចូលទៅខាងក្នុងចាំនិយាយបានទេកុំឲ្យអ្នកអតីមើលមកវាគួរឲ្យអស់សំណាចអ្នកណាឲ្យគ្រូសាអ្នកអត់មានភាពស្មោះត្រង់ច្បាប់ទម្លាប់របស់ពួកយើងគឺអញ្ចឹង18000មួយសេនក៏មិនអាចខ្វះបានដែរសូម្បីតែលុយបន្តិចបន្តួចនេះក៏រីកថាំដែរខ្ញុំមើលទៅពួកអ្នកចង់ធ្វើពុតជាក្រតាមិនអញ្ចឹងមុននេះ38000ដកមកលឿនណាស់ពេលនេះធ្វើពុតជាអីទៀតថ្ងៃនេះបើលុយមិនគ្រប់ទេពួកឯងគុំសង្ឃឹមថាបានចូលទ្វារនេះឲ្យសោះពួកឯងនេះគឺប្លន់ទាំងកណ្ដាលថ្ងៃច្បាស់ណាស់រៀបការមិនទាន់រួចផងក៏ដំឡើងថ្លៃមានហេតុផលបែបនេះពីអង្ការបងប្អូនជីដូនមួយខ្ញុំរៀបការឯងជាស្អីដល់វេនឯងនិយាយតាំងពីអង្ការភុយអត់លុយប្រញាប់ចេញទៅគុំមកនិយាយញ៉ៃញ៉ៃនៅទីនេះឡានជឿឬមួយក៏ពួកយើងទៅនិយាយជាមួយឈីងយ៉ាឲ្យស្រួលបួលបាន18000ខ្ញុំនឹងវេឥឡូវនេះឯងអញ្ចឹងទើបត្រូវធ្វើអញ្ចឹងតាំងពីដំបូងចាំបាច់អីធ្វើឲ្យរឿងដល់ថ្នាក់នេះពិតជាវង្វេងនឹងស្ត្រីម្នាក់នោះដល់ឈួតហើយច្បាស់ណាស់ថាគេបោកប្រាស់នៅតែប្រគល់លុយឲ្យគេទៀតមនុស្សល្ងងលុយសោធននិវត្តន៍របស់ឪពុកម្ដាយត្រូវគេបោកអស់ហើយនៅតែសប្បាយចិត្តទៀតឡានជឿទីបំផុតបងក៏មកដល់ពួកគេសុទ្ធតែសម្លុតអូនបើគុំតែអូនខាត់ពួកគេច្បាស់ជាចង់បានច្រើនជាងនេះទៀតតើអូនល្អចំពោះបងទេខំជួយសន្សំលុយឲ្យបងទៀតម៉ាក់សូមពិសាតែប្រញាប់បើកមើលទៅច្បាស់ជាអាំងប៉ាវធំហើយ5រៀលថ្លៃដូការហៅគឺគ្រាន់តែជាទម្រង់យកលុយច្រើនធ្វើអីឲ្យឯង5រៀលគឺដើម្បីឲ្យឯងចាំថាលុយដែលរកបានត្រូវទុកឲ្យអាសៀកចាយទាំងអស់ម៉ាក់សុំពិសាតែអ្នកដលងច្បាប់ទម្លាប់នៅកន្លែងពួកយើងម្ដាយក្មេកឲ្យថ្លៃដូការហៅកូនប្រសាគឺដើម្បីមុខមាត់ខ្ញុំក៏មិនទាច្រើនដែរត្រឹមតែ88000បានហើយ88000ពីមុនពេលពិភាក្សាក៏មិនបានប្រាប់ថាចង់បានចំនួនច្រើនបែបនេះដែរពីមុនគឺពីមុនមិនសំបីតែ88000ក៏ថាដែរកូនស្រីផ្ទះខ្ញុំរៀបការជួបផ្ទះអ្នកសំបីតែថ្លៃដូការហៅអ្នកហ៊ានយកប្រាក់សន្សំមួយជីវិតរបស់ពុកម៉ែអ្នកទៅចំណាយលើមនុស្សស្រីបែបហ្នឹងឡានជឿខ្ញុំពិតជាមើលមនុស្សខុសមែនចិត្តដល់ហើយអាវី8ឆ្នាំហើយតាំងពីស្គាល់គ្នាតាមអនឡាញរហូតដល់ឈរនៅទីនេះខ្ញុំមិនដែលស្ដាយក្រោយទេអ្នកផ្សេងតែងតែថាខ្ញុំល្ងងថាខ្ញុំសុកចិត្តចំណាយលុយប៉ុន្មានក៏បានដើម្បីអ្នកតែខ្ញុំដឹងថាអ្នកស័ក្តិសមទីនេះមានប្រាក់សន្សំជាង10ឆ្នាំរបស់ខ្ញុំសរុប368លានចាប់ពីថ្ងៃនេះទៅវាជារបស់អ្នកទៅថ្ងៃមុខលុយក្នុងផ្ទះអ្នកជាអ្នកចាត់ចែងខ្ញុំរកលុយមកគឺដើម្បីឲ្យអ្នកចាយបងប្រុសម្នាក់នេះឈួតមែនទែនហើយនារីម្នាក់នេះពិតជាពូកែមែនអាចក្តោបក្តាប់មនុស្សប្រុសបានយ៉ាងជិតជាង3លានជាប្រាក់សន្សំទាំងអស់អាវីផ្ទះយើងចិត្តមានលុយធំហើយឡានជឿមិនបានទេអេអ្នកដន្លឹងអ្នកកំពុងធ្វើអ្វីហ្នឹងមែនហើយជារឿងល្អតាក្មេងស្រឡាញ់គ្នាវាប្រសើរជាងអ្វីទាំងអស់ម៉ែក្មេកដូចជាអ្នកពិតជាមិនសំសោះលុយច្រើនសន្ធឹកសន្ធាប់ម្លឹងសោះក៏មិនដាច់ចិត្តឲ្យដែរចាំសិនមានរឿងអី
អាវីខ្ញុំដឹងថាអ្នកជាក្មេងស្រីល្អខ្ញុំហ៊ានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យអ្នកដោយសារខ្ញុំដឹងថាអ្នកក៏ល្អចំពោះខ្ញុំដែរប៉ុន្តែពួកគេមិនដឹងទេថ្ងៃនេះនៅចំពោះមុខសាច់ញាតិនិងមិត្តភ័ក្តិទាំងអស់ខ្ញុំមិនចង់ឲ្យអ្នករងការអយុត្តិធម៌ទៀតទេខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាដឹងថាយើងស្រឡាញ់គ្នាដោយស្មោះហើយយើងទាំងពីរអ្នកសុទ្ធតែមានចិត្តដូចគ្នាខ្ញុំប្រគល់ទ្រព្យសម្បត្តិ368លានឲ្យអ្នកយកល្អអ្នកក៏ប្រគល់ប្រាក់សន្សំរបស់អ្នកមកឲ្យខ្ញុំដែរទៅអ្នកទាំងអស់គ្នានឹងបានឃើញថាអ្នកល្អចំពោះខ្ញុំមិនចាញ់ខ្ញុំល្អចំពោះអ្នកប៉ុន្មានទេបងថ្លៃស្រីក៏បង្ហាញបន្តិចទៅឲ្យពួកយើងបានបើកភ្នែកមើលផងទោះបីជាផ្ទេរប្រាក់សន្សំទាំងអស់ក៏មិនអាចប្រៀបនឹងលុយ368លានក្នុងកាត់ដែរភ្នែកជាច្រើនក្នុងពិធីកំពុងសម្លឹងមើលបើមិនផ្ទេរទេខ្លាចគេដឹងថាក្បត់ចិត្តដល់ពេលនោះចង់យំក៏គ្មានកន្លែងយំដែរស្អប់ណាស់ចាំបាច់សាកល្បងខ្ញុំនៅចំពោះមុខមនុស្សច្រើនបែបនេះលុយរបស់ខ្ញុំមិនមែនជាលុយរបស់អ្នកទេឲ្យអ្នកទាំងអស់ហ្នឹងខ្ញុំចង់ឲ្យអ្នកគ្រប់គ្នាដឹងថាខ្ញុំក៏ស្មោះត្រង់ចំពោះអ្នកដែរវាគឺជាលុយទាំងអស់ដែលនាងបោកប្រាស់ខ្ញុំអស់រយៈពេល8ឆ្នាំនេះរួមជាមួយនឹងទ្រព្យសម្បត្តិទាំងអស់ដែលនាងសន្សំដោយខ្លួនឯងគឺមិនខ្វះមួយកាក់មួយសេនឡើយពេលនេះកាត់ធនាគារមួយនោះអាចប្រគល់ឲ្យខ្ញុំបានហើយឬនៅប្រកាសណាស់ខ្ញុំមិនរៀបការទេអ្នកនិយាយថាម៉េចភ័យសំស្លោះហើយបានប្រាប់ហើយថារបស់ដែលឲ្យអ្នកគឺជារបស់អ្នកហើយចង់ស្លាប់ខ្ញុំស្មានតែអ្នកបដូរចិត្តហើយតើបដូរចិត្តត្រីស៊ីនុយហើយមិនបាច់ប្រញាប់ទេបងស្រីបងមិនអាចរៀបការជាមួយគេទេអត្រាចានអញធ្វើដាក់បងស្រីយើងបែបនេះតើអញចង់សម្ដែងដល់ពេលណាទៀតហៅអញឈួតហើយមែនទេអញឡើងមករករឿងអីហ្នឹងឆាប់ចុះទៅវិញភ្លាមខ្ញុំមិនចុះទេនេះគឺវាជាអ្នកវាយបងស្រីខ្ញុំតាក់ទងវា8ឆ្នាំជួបគ្នាម្ដងណាក៏វាធ្វើបាបរហូតគាត់ខ្លាចអ្នកផ្ទះបារម្ភទើបចេះតែលាក់បាំងថ្ងៃនេះត្រូវរៀបការហើយតើនៅតែបន្តត្រង់ទៀតមែនទេស្អីគេហិង្សាក្នុងគ្រួសារមើលទៅរៀងរើសង្ហាដែរសោះហ៊ានវាយមនុស្សស្រីពិតជាមិនមែនមនុស្សមែនមិនងឿងឆ្ងល់ទេដែលគេទារថ្លៃបណ្ណាការច្រើនម្លេះព្រោះកូនស្រីរងទុក្ខយ៉ាងនេះបើជាខ្ញុំក៏ត្រូវតែថែមដែរកូនស្រីដ៏កំសត់របស់ម៉ែឲ្យម៉ែទៅតែដឹងថាកូនរងទុក្ខហេតុអីកូនមិនព្រមប្រាប់ម៉ែឲ្យលឿនជាងនេះជើឡានជឿអាសត្វតិឆានកូនស្រីក្រមុំដ៏ល្អរបស់គ្រួសារយើងរៀបការជាមួយឯងហ៊ានវាយនាងអាពីពីមួយនេះយើងមិនការទេតោះកូនស្រីយើងត្រឡប់ទៅផ្ទះវិញប្រុសអាក្រក់បែបនេះទោះបីជាថែមលុយឲ្យក៏យើងមិនការដែរអូគឺអញ្ចឹងសោះពីដំបូងស្មានតែពួកគេចង់បោកលុយហើយរត់មិននឹកស្មានថាលោភលន់ជាងខ្ញុំគិតទៅទៀតជប់សិនខ្ញុំអនុញ្ញាតឲ្យអ្នករាល់គ្នាទៅហើយមែនទេនៅហ៊ានមិនឲ្យទៅទៀតប្រើអំពើហិង្សាក្នុងគ្រួសាររួចហើយនៅចង់បង្ខំការទៀតមានច្បាប់ទម្លាប់ដែរឬអត់មើលទៅរៀងរើសង្ហាដែរសោះជាសត្វត្រឆានវីមនុស្សស្រីឯងនៅមានមុខនិយាយទៀតមានកូនប្រុសបែបនេះគ្រួសារចៅឯងមានគុណធម៌ទេបើខ្ញុំជាឯងខ្ញុំរកកន្លែងជ្រកបាត់ទៅហើយឆាប់សុំទោសក្មេងស្រីគេទៅទោះជាអ្នកមិនផ្ដាច់ពាក្យក៏ដោយអាពីពីនេះខ្ញុំក៏មិនរៀបការដែរចៅឡានជឿឯងមានន័យថាម៉េចឯងវាខ្ញុំមិនទាន់គ្រប់ទេឥឡូវនៅចង់មកគំរាមខ្ញុំទៀតមែនទេខ្ញុំពិតជាខ្វាក់ភ្នែកមែន8ឆ្នាំនៃការលះបង់គឺខុសមនុស្សហើយខុសមនុស្សមែនទេយកល្អអ្នកគួរតែពន្យល់សិនថាមនុស្សប្រុសដែលខលមកពេលនៅបន្ទប់រៀបការនោះជានរណាប្តីស្អីគេគាត់មានន័យថាម៉េចក្រែងលោកខាងស្រីមានប្រុសនៅខាងក្រៅទៀតមែនឯងនិយាយឈួតអីហ្នឹងចៅឡានជឿឯងប្រើអំពើហិង្សាខ្លួនឯងមិនព្រមទទួលស្គាល់ហើយនៅហ៊ានមួបង្កាច់ខ្ញុំទៀតខ្ញុំតាក់ទងឯង8ឆ្នាំដោយស្មោះត្រង់ហេតុអីឯងអាចបង្កើតពាក្យចាំអារាមបង្កាច់បង្ខូចខ្ញុំបែបនេះខ្លួនឯងធ្វើរឿងអាក្រក់ហើយនៅចង់ចោលកំហុសលើកូនស្រីទៀតឯងនៅជាមនុស្សទេកូនស្រីខ្ញុំរក្សាខ្លួនប្រាណស្អាតស្អំនៅជាមួយវា8ឆ្នាំវាបែរជាធ្វើបាបនាងបែបនេះមេឃពិតជាគ្មានភ្នែកមែនខ្លួនឯងប្រើអំពើហិង្សាក្នុងគ្រួសារមិនទទួលស្គាល់ហើយនៅតែមួបង្កាច់ក្មេងស្រីទៀតខ្ញុំគិតថាគាត់គ្រាន់តែចាយលុយអស់ហើយមិនសុខចិត្តចង់បំផ្លាញភាពស្អាតស្អំរបស់គេរោគភស្តាំងមិនបានគឺការបរិហាគេពិតជាមិនមែនជាមនុស្សល្អទេជាការមួបង្កាច់ឬអត់ពួកអ្នកស្ដាប់ខ្លួនឯងទៅរាងកាយរបស់អូនប្រកាសជាសម្រាប់តែប្តីដែលអូនស្រឡាញ់បំផុតគឺបងហើយព្រះឲ្យតើអ្វីដែលគេនិយាយជារឿងពិតមែនទេស្ត្រីម្នាក់នេះពិតជាពូកែសម្ដែងណាស់8ឆ្នាំហើយគួរឲ្យខ្លាចណាស់អំបញ្ញមិញនៅយំស្រែកថាមានអំពើហិង្សាក្នុងគ្រួសារខ្ញុំគិតថាគ្រួសារពួកគេរួមគំនិតគ្នាសម្ដែងដើម្បីបោកប្រាស់ហើយស្នេហាតាមអ៊ីនធឺណិត8ឆ្នាំសុទ្ធតែជាអត្ថបទរឿងបោកប្រាក់គេរាប់សែនហើយនៅចង់វាយបោកបំផ្លាញគេឈ្មោះគេទៀតមិនមែនទេនេះមិនមែនខ្ញុំទេគឺគាត់កាត់ចៅឡែនឆៃអ្នកមានបំណងអាក្រក់ខ្លាញ់បន្លំសម្លេងថតដើម្បីទម្លាក់កំហុសខ្ញុំអ្នកទាំងអស់គ្នាកុំជឿគាត់នេះជាមនុស្សប្រុសមិនល្អខ្លួនឯងប្រើអំពើហិង្សាក្នុងគ្រួសារមិនទទួលស្គាល់ហើយនៅធ្វើសម្លេងថតខ្លាញ់បំផ្លាញភាពស្អាតស្អំខ្ញុំទៀតខ្ញុំនឹងប្តឹងគាត់ខ្ញុំនឹងទៅប្តឹងគាត់ពីបទបរិហាគេសម្លេងថតមួយកាត់ចាត់ទុកជាភស្តុតាងអ្វីប្រហែលជារកអ្នកបញ្ចូលសម្លេងមកបញ្ជូលមិនអាចរាប់បញ្ចូលបានទេបានថាតើខ្លាញ់ខ្លាយឬអត់យើងអាចរកស្ថាប័នមកពិនិត្យបន្តិចម្ដងប៉ុន្តែខ្ញុំមិនចង់ធ្វើឲ្យរឿងនេះមើលទៅអាក្រក់ពេកទេយកលុយដែលខ្ញុំចាយលើអ្នករយៈពេល8ឆ្នាំនេះកាដូដែលបានបុករួមទាំងថ្លៃចុះពីយន្ត380000ដែលបានទេថ្ងៃនេះថ្លៃជួបផ្ទះ18000ថ្លៃបដូរការហៅ88000សមមកវិញទាំងអស់របស់ទាំងនោះសុទ្ធតែអ្នកស្ម័គ្រចិត្តឲ្យថ្លៃបណ្ណាការថ្លៃចុះពីយន្តគឺអ្នកផ្ដួចផ្ដើមផ្ទេរដោយខ្លួនឯងឥឡូវចង់យកត្រឡប់ទៅវិញកុំសំបីតែគិតចៅឡែនស៊ីគឺអ្នកស្ម័គ្រចិត្តឲ្យខ្ញុំចាយលុយដោយខ្លួនឯងគ្មានអ្នកណាបង្ខំអ្នកទេការផ្ទេរប្រាក់និងការដូរក្នុងអំឡុងពេលតាក់ទងគ្នាសុទ្ធតែជាអំណោយស្ម័គ្រចិត្តទោះបីប្តឹងប៉ូលីសក៏មិនអាចធ្វើអ្វីបានដែរអ្នកចង់ឲ្យខ្ញុំសង្លុយយល់សប្តិទៅ
ខ្ញុំមិនទាន់ប្តឹងអ្នកពីបទបរិហាកេបំផ្លាញកេឈ្មោះខ្ញុំផងបើអ្នកស្គាល់កាលៈទេសៈចូលដឹងខុសសុំទោសខ្ញុំហើយសងជំនួយចិត្តខ្ញុំ200000ទៀតបើមិនអញ្ចឹងទេយើងជួបគ្នានៅតុលាការមើលថានរណាជាអ្នកខាតបង់តើគួរធ្វើដូចម្តេចទៅនោះគឺជាប្រាក់សន្សំពេញមួយជីវិតរបស់យើងតើនេះមិនមែនជាការប្លន់យ៉ាងចំទេពួកគេបានគិតគូរតាំងពីយូរមកហើយអំណោយពេលមានស្នេហាពិតជាពិបាកទាមទារមកវិញណាស់នាងច្បាស់ជាគិតទុកមុនសម្រាប់ឡើងជាហើយអំណោយដោយស្ម័គ្រចិត្តល្អណាស់អ្នកសើចចំអកពីអ្វីជាមួយមនុស្សបែបនេះមិនបាច់នេះលុយនេះជារបស់យើងអ្នកកុំសង្ឃឹមថានឹងយកទៅវិញអ្នកនិយាយថាជាការឲ្យដោយស្ម័គ្រចិត្តអញ្ចឹងលុយដែលអ្នកផ្ទេរឲ្យខ្ញុំអំបញ្ញមិញក៏មិនបាច់ទាមទារត្រឡប់ទៅវិញដែរមិនមែនគ្រាន់តែផ្ទេរលុយបន្តិចបន្តួចឲ្យអ្នកទេបើប្រៀបធៀបនឹងការជាង3លានរបស់អ្នកតើវាស្មើនឹងអ្វីតើអ្នកច្បាស់ណាស់ថានៅក្នុងកាតនេះមាន3លាន680,000និយាយមិនសមហេតុផលអ្នកខ្លួនឯងនិយាយនៅចំពោះមុខអ្នកភូមិទាំងមូលតើអាចខ្លាំងខ្លាយបានទេអ្នកទាំងអស់គ្នាគុំជឿគាត់គ្រាន់តែចង់បោកប្រាស់អ្នកខ្ញុំនឹងឆែកមើលសំទោលឲ្យលើនេះនេះមិនត្រូវទេនៅក្នុងកាតនេះមានតែ5យន់ប៉ុណ្ណោះអ្នកនិយាយផ្ដេសផ្ដាស់មិនអាចទេគាត់និយាយដល់ផ្ទាល់មកថា3លាន680,000មិនច្រើនបន្តិចគឺពិតជាថ្លៃបដូរការឲ្យដែលម្ដាយគាត់ឲ្យការពីដំបូង5យន់នេះចាត់ទុកថាខ្ញុំឲ្យពួកអ្នកទៅចុះទឹកចិត្តស្មោះ8ឆ្នាំឲ្យឆ្កែស៊ីចំណីឆ្កែប៉ុណ្ណេះខ្ញុំនៅអាចមានលទ្ធភាពផ្ដល់ឲ្យអស់ចាស់ណាស់5យន់ដូរបានជាង1លានការវីបកនេះពិតជាស្រស់ស្អាតណាស់សំមុខហើយទុកឲ្យគ្រួសារពួកគេបោកប្រាក់ខាត់បងទាំងស្រុងហើយពីមុនយកប្រាក់5យន់ថ្លៃបដូរការឲ្យធ្វើបាបគេឥឡូវគេសុំមកវិញដោយមិនប៉ះពាល់តើឈឺមុខទេអ្នកហ៊ានយកកាត់ទេមួយមកបោកយើងកូនស្រីកុំខ្លាចគ្រាន់តែជាកាត់ខូចមួយតើមានអ្វីយើងនៅមានថ្លៃចុះពីយន្ត380000ថ្ងៃនេះថ្លៃជួបផ្ទះ180,000ថ្លៃបដូរការហៅ88,000សរុបជាង60,000ក៏មិនខាតដែរបាទប៉ុន្តែខ្ញុំបានផ្ទេរឲ្យគាត់1,790,000គឺ1,790,000ណាខ្ញុំខាតអស់ជាង1,100,000ស្មានតែជារបររកស៊ីចំណេញមិនខាតជាលទ្ធផលខាតបង់ដើមទុនទាំងស្រុងឡើងជាអូនខុសហើយអូនពិតជាដឹងខុសហើយបងអភ័យទោសឲ្យអូនបានទេទាំងអស់នេះគឺជាការយកច្រឡំអូនមិនគួរមកបង្កាច់បង្ថារអំពើហិង្សាលើអូនទេត្រូវរើគ្នាវិញរស់នៅធម្មតាបានទេអូនមិនធ្លាប់មានប្រុសផ្សេងទេប្តីរបស់អូនមានតែបងម្នាក់គត់ដល់ថ្នាក់នឹងហើយប្រហែលជាត្រូវគេទម្លាក់កំហុសមែនទេខ្ញុំមើលទៅក៏ចម្លែកដែរគ្មានមនុស្សប្រុសណែបការហើយរៀបចំផែនការធំបែបនេះដើម្បីដាក់អន្ទាក់ខាងស្រីទេបុរសម្នាក់នេះមានចិត្តគំនិតជ្រៅណាស់ប្រហែលជាគាត់ចង់រៀបការតាំងពីយូរមកហើយតែគាត់តាំងចិត្តជាករណ្ដៅបោកប្រាក់ខាងស្រីមិនអញ្ចឹងអីស្រាប់តែឲ្យនារីនោះផ្ទេរប្រាក់ជាង1លានទៅគាត់ដោយគ្មានហេតុផលនេះចៃដន្យឲ្យពេកហើយខ្ញុំគិតថាប្រហែលជាមិនដឹងថានរណាបោកនរណាទេយំពី3ដងក៏មានអ្នកជឿហើយស៊ូខេងយូសមត្ថភាពសម្ដែងប៉ុណ្ណេះរបស់អ្នកមិនទៅថតគុណពិតជាខ្ជិះទេក៏សោះហើយអ្នកគិតថាខ្ញុំថតតែសម្លេងមួយកំណាត់មែនទេប្តីដ៏ល្អរបស់អ្នកដែលអ្នកលាក់ទុក8ឆ្នាំថ្ងៃនេះក៏នៅកន្លែងរៀបការនេះដែរអីយ៉ាមិនមែនទេដឹងនៅកន្លែងហ្នឹងព្រះឲ្យនរណាគេលាក់នៅណាឆៅឡែនជាអ្នកធ្វើហួសហេតុពេកហើយមិនចង់រៀបការជាមួយខ្ញុំក៏ហីទៅហេតុអ្វីត្រូវជីទឹកស្មោកគ្របមកលើខ្ញុំម្ដងហើយម្ដងទៀតខ្ញុំជានារីស្អាតស្អំម្នាក់ហេតុអ្វីត្រូវឲ្យអ្នកបង្ខូចគេឈ្មោះបែបនេះមែនទេស៊ូខេងយូគាត់គឺជាប្តីរបស់អ្នកនិយាយផ្ដេសផ្ដាស់ខ្ញុំជាប្អូនជីដូនមួយរបស់គាត់អ្នកកុំមួបង្កាច់គេអ្នកឈួតហើយគាត់ជាប្អូនប្រុសមកពីផ្ទះពូរបស់ខ្ញុំយើងធំធាត់ជាមួយគ្នាតាំងពីតូចអ្នកហ៊ានជីទឹកស្មោកគ្របបែបនេះមកលើយើងតើអ្នកនៅជាមនុស្សទេមិនអាចទេនេះរញ៉េញ៉ៃពេកហើយខ្ញុំមើលទៅយុវជននេះឲ្យស្រស់ស្រាយហើយបើមិនអញ្ចឹងមិនមានរដ្ឋបាលជាប្តីប្រពន្ធខ្លាញ់ធ្វើជាបងប្អូនមែននោះគ្រួសារនេះក៏ពូកែសម្ដែងពេកហើយ8ឆ្នាំណាទើបទៅពិតជាគួរឲ្យខ្លាចណាស់គ្មានភស្តុតាងតើអាចបញ្ជាក់បានដោយរបៀបណាមិនព្រមទទួលស្គាល់មែនទេអញ្ចឹងក៏បន្ទោសខ្ញុំដែរមិនយកយល់8ឆ្នាំនេះរាល់ពេលដែលអ្នកជួបស៊ូឈីងយីអ្នកតែងតែនៅក្បែរជានិច្ចនាងប្រាប់ថាអ្នកគឺជាប្អូនជីដូនមួយរបស់នាងខ្លាចអ្នកត្រូវគេធ្វើបាបនៅខាងក្រៅទើបឲ្យអ្នកតាមការពារនាងល្អខ្ញុំជឿនាងញ៉ាំបាយក៏គិតអ្នកមួយចានដែរបើបន្ទប់ក៏បន្ទប់ដាច់ដោយឡែកឲ្យអ្នកថ្ងៃបុណ្យទានសំបីតែអាំងប៉ាវរបស់អ្នកក៏ខ្ញុំត្រៀមទុកឲ្យដែរចុះលទ្ធផលយ៉ាងម៉េចខ្ញុំទើបតែចេញពីបន្ទប់ដែលខ្ញុំក៏ភ្លាមអ្នកក៏លូតចូលទៅក្នុងបន្ទប់នាងផ្លេតសន្តាគារដែលខ្ញុំជាសង្សារពេញសិទ្ធិចំណាយលុយក៏បែរជាខ្លាយជាកន្លែងណាត់ជួបរបស់អ្នកទាំងពីរទៅវិញឯងកុំមកនិយាយផ្ដេសផ្ដាស់គ្មានភស្តុតាងមកមួយបង្កាច់គេយកភស្តុតាងមកមើលភស្តុតាងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ឆ្នាំមុនខ្ញុំជូនខ្សែក្រវ៉ាត់ម៉ាកលុបទៅស៊ូឈីងយីនាងថានឹងយកទៅឲ្យប៉ានាងតែចុងក្រោយបែរជានៅជាប់ចង្កេះរបស់អ្នកពួកនាងឯងគិតថាខ្ញុំខ្វាក់មែនទេហើយក៏មានកន្សែងបងកម៉ាហ្គាសនោះទៀតដែលខ្ញុំជូននាងប្រាប់ថាទុកជាការដូចថ្ងៃកំណើតឲ្យបងប្រុសនាងតែលទ្ធផលបែរជាអ្នកពាក់រាល់ថ្ងៃពេលចេញក្រៅអាគារទី3បន្ទប់លេខ201នៅសង្កាត់ឈឹងណានយ៉ាងតងអ្នកទាំងពីររួមរស់ជាមួយគ្នា2ឆ្នាំកន្លះថ្លៃឈ្នួលផ្ទះរាល់ខែស៊ូឈីងយីជាអ្នកបងឲ្យអ្នកសូម្បីតែលុយសងថ្លៃខូចខាតឡាន30000កាលពីឆ្នាំមុនក៏ស៊ូឈីងយីយកលុយចាយវាដែលខ្ញុំវេឲ្យនាងទៅសងចំនួនអ្នកដែរទាំងនេះគឺជាប្រតិបត្តិការធនាគារកិច្ចសញ្ញាជួលផ្ទះនិងកំណត់ត្រាបងប្រាក់តើអ្នកចង់ដោះស្រាយយ៉ាងម៉េចទៀតអំបញ្ញមិញអ្នកយំស្រែកអំបញ្ញថាខ្ញុំជាអ្នកវាយវេលីម៉ោងរំលងអគារថ្ងៃទី17ខែវិច្ឆិកាឆ្នាំមុនតើអ្នកនៅណាអ្នកត្រូវមានស្នាមរបួសដោយសារឆ្លោះប្រកែកជាមួយសង្សារហើយទៅពេលថ្ងៃនោះខ្ញុំចេញទៅធ្វើការនៅខេត្តសម្បត្តិរថភ្លើងកំណត់ត្រាសន្តាគារនិងបញ្ជីវត្តមានប្រជុំមានទាំងអស់តើចង់ឲ្យខ្ញុំហោះមកវាអ្នកមែនទេស្នាមនេះគឺមកពីស៊ូហៅស្រវឹងហើយឆ្លោះប្រកែកប្រើហិង្សាជាមួយនាងតើព្រះឲ្យការពិតប្តីប្រពន្ធសោះខ្លាញ់បន្លំធ្វើជាបងប្អូនជីដូនមួយដើម្បីបោកប្រាក់រៀបការមែនទេថោកទាបពេកហើយ8ឆ្នាំគិតគូជ្រៅជ្រះពេកហើយគេស្រឡាញ់ស្មោះអស់ពីបេះដូងបែរជាមកប៉ះចំក្រុមបោកប្រាស់សោះមិញនេះនៅអាណិតនាងយំទៀតទឹកភ្នែកក្រពើនេះគួរឲ្យខ្ពើមណាស់ពួកឯងសហការជាមួយម្ដាយឯងមកបោកខ្ញុំសំបីតែចំណាយលុយជួលទូសម្ដែងថោកទាបទាំងនេះមកធ្វើជាសាច់ញាតិក៏ដើម្បីតែបោកយកលុយ3លានក្នុងកាត់ខ្ញុំដែរចំណែកឯកាដូដែលឯងជូនខ្ញុំនោះគ្រាន់តែជារបស់คล้ายៗតម្លៃមិនដល់2000ផងឯងសម្លាប់ឯងយើងទទួលការរាយការណ៍ថានៅទីនេះមានករណីច្បោកតាមរយៈការរៀបការជនសង្ស័យនៅឯណាលោកមន្ត្រីគឺពួកគេទាំងពីរនាក់នឹងឯង
ស៊ូឈីងយីនិងស៊ូហៅបានចុះសម្បត្តិអាពាហ៍ពិពាហ៍តាំងពី8ឆ្នាំមុនប៉ុន្តែលាក់បាំងទំនាក់ទំនងប្តីប្រពន្ធហើយគ្នាជាបងប្អូនដោយយកលេខស្រឡាញ់គ្នាតាមអ៊ីនធឺណិតនិងរៀបការបោកប្រាស់ទ្រព្យសម្បត្តិរបស់ខ្ញុំអស់ជាង1លានយួនលោកយាយសូមសហការជាមួយប៉ូលីសផងអ្នកទាំងពីរជាប់ចោទពីបទច្បោកដោយប្រើលេខរៀបការចំនួនប្រាក់ពាក់ព័ន្ធមានទំហំធំឥឡូវសូមអញ្ជើញទៅជាមួយពួកយើងដើម្បីទទួលការស៊ើបអង្កេតឡានជាខ្ញុំខុសហើយខ្ញុំដឹងខុសហើយលុយទាំងអស់ខ្ញុំនឹងសងអ្នកវិញខ្ញុំមិនហ៊ានទៀតទេឥឡូវទើបដឹងខុសប៉ខ្ញុំ8ឆ្នាំគិតចង់យកលុយចិញ្ចឹមជីវិតចុងក្រោយរបស់ប៉ាម៉ាក់ខ្ញុំហើយថែមទាំងចង់ចាក់ទឹកស្មោកគ្រោកដាក់ខ្ញុំទៀតមិនក៏មិនគិតដល់ថ្ងៃនេះនាងចំណាយពេលរៀបចំផែនការសម្ដែងរឿងយ៉ាងធំអស់រយៈពេល8ឆ្នាំលុយក៏អស់កេរ្តិ៍ឈ្មោះក៏បាត់បង់ចុងក្រោយថែមទាំងបញ្ជូនខ្លួនឯងចូលគុកទៀតនេះគឺជាតម្លៃដែលឯងត្រូវសងពេលដែលបោកខ្ញុំឯងដឹងថាហែងមានគម្រោងក្នុងចិត្តរួចហើយធ្វើឲ្យអញភ័យទេសោះរសៀលថ្ងៃដែលលទ្ធផលស៊ើបអង្កេតក៏ចេញមកស៊ូឈីងយីនិងស៊ូហៅពិតជាបានចុះសម្បត្តិអាពាហ៍ពិពាហ៍តាំងពី8ឆ្នាំមុនមែនអ្នកទាំងពីររួមគំនិតជាមួយម្ដាយរបស់ស៊ូដើម្បីបោកប្រាស់ពីចៅឡានជឿក្នុងរយៈពេលយូរដោយប្រើលេខតាក់ទងគ្នានឹងរៀបការចំនួនទឹកប្រាក់ដែលពាក់ព័ន្ធមានរហូតដល់ជាង2លានយួនដោយសារតែទំហំប្រាក់មានចំនួនច្រើនស៊ូឈីងយីនិងស៊ូហៅត្រូវបានកាត់ទោសដាក់ពន្ធនាគារ10ឆ្នាំនិងរឹបអូសទ្រព្យសម្បត្តិទាំងអស់ម្ដាយរបស់ស៊ូបានគិតគូរល្បិចក៏អស់មួយជីវិតគិតថានឹងពឹងកូនស្រីដើម្បីប្រមូលលុយចិញ្ចឹមជីវិតចុងក្រោយតែចុងក្រោយខាតទាំងប្តីខាតទាំងកូនឃ្លានហើយមែនទេញ៉ាំបនេះបន្តិចទៅថ្ងៃស្អែកម៉ាក់នឹងធ្វើសាច់ជ្រូកខ្វៃដែលកូនចូលចិត្តញ៉ាំឲ្យពីមុនប៉ាតែងតែខ្លាចកូនត្រង់ពេកនាយនឹងចាញ់បោកគេថ្ងៃនេះទើបដឹងថាកូនប្រុសរបស់ប៉ាធំធាត់ហើយចេះទទួលខុសត្រូវនិងមានព្រំដែនច្បាស់លាស់8ឆ្នាំនេះខ្ញុំលះបង់បេះដូងពិតរបស់ខ្ញុំរហូតធ្លាក់ចូលក្នុងអន្ទាក់ច្បោកតតែបែកក្បាលហូរឈាមទើបភ្ញាក់ខ្លួនសំណាងហើយដែលមិនបណ្ដោយឲ្យខុសរហូតដល់ទីបញ្ចប់រក្សាបាននៅលុយចូលនិវត្តន៍របស់ប៉ាម៉ាក់និងរក្សាបាននៅព្រំដែននៃការធ្វើជាមនុស្ស8ឆ្នាំនៃក្តីស្រឡាញ់ស្មោះត្រង់ត្រូវបោះឲ្យឆ្កែស៊ីប៉ុន្តែជីវិតត្រូវតែបន្តទៅមុខទៀតបាត់បង់ក្តីស្រឡាញ់คล้าย8ឆ្នាំប៉ុន្តែទទួលបានខ្លួនឯងដែលភ្លឺស្វាងមកវិញព្រមទាំងក្រុមគ្រួសារនិងមិត្តភ័ក្តិដែលគួរឲ្យស្រឡាញ់ថែរក្សាជាងនេះក្រោយមកក៏មានដំណឹងថាស៊ូឈីងយីចង់ជួបខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំមានក្រុមគ្រួសារនិងមិត្តភ័ក្តិដែលគួរឲ្យស្រឡាញ់ថែរក្សាជាងនេះអ្វីដែលមិនអាចផ្ដួលខ្ញុំបាននឹងធ្វើឲ្យខ្ញុំដើរបានកាន់តែរឹងមាំនិងឆ្ងាយជាងមុន